អញ្ញាធននឹងជំរុញឲ្យអ្នកលក់បន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមកោចាស់នៅថ្ងៃទី18ខែមករាខាងមុខនេះថ្ងៃទី18ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់បន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវលើមហាវិថីម៉ៅសេតុងមហាវិថីព្រះមនីរតន៍និងផ្លូវនានាដែលនៅតំបន់ជុំវិញផ្សារដើមកោចាស់នៅក្នុងខណ្ឌទួលគោកបឹងគីងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដាផ្លូវមហាសេដ្ឋីឈ្នះក្នុងខណ្ឌព្រៃផ្នែកគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវតទៅទៀតទេកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខុនស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនៅលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេតុងមហាវិថីព្រះមនីរតន៍និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោមានចំនួនជាង700អាជីវកម្មហើយចាប់ពីថ្ងៃទី18ខែមករាខាងមុខនេះទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមកោថ្មីស្ថិតតាមបណ្ដាផ្លូវមហាវិថីឈ្នះខណ្ឌព្រៃផ្អែករដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រង់ផ្លូវនិងចិញ្ចើមផ្លូវទាំងនោះមកជួសជុលថែមដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរតាមធម្មតាឡើងវិញនៅពេលចុះសួរសុខទុក្ខកន្លងមកហើយបានជារដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតវិធានការបែបនេះលោកខុនស្រេងបានបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ផ្លាស់ទៅទីតាំងថ្មីបងប្អូននឹងមានទីតាំងលក់ដូរដោយត្រឹមត្រូវទៅថ្ងៃអនាគតព្រមទាំងបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីសេតុងមហាវិថីព្រះមនីរតន៍និងផ្លូវនានានៅតំបន់ជុំវិញផ្សារដើមកោនឹងត្រូវផ្លាស់ប្ដូរទៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដាផ្លូវមហាវិថីឈ្នះខណ្ឌព្រៃផ្អែកហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមកោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានដែលមិនពិតនោះទេ